សូមគោរពអនុញ្ញាតជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រំដួល TD Channel នេះខ្ញុំបង្កើតទុកចោលយូរដែរហើយពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែដោយសារតែឥឡូវខ្ញុំមានពេលតនេក៏ចង់ចែករំលែករឿងដែលធ្លាប់បានដឹងបានឮពីបងអ្នកស្គាល់គ្នាកុំឲ្យខាត់ពេលយូរយើងចូលទៅសាច់រឿងយើងសាច់រឿងរន្ធត់មួយនេះដែរខ្ញុំទទួលបានមកពីបងប្រុសជាគាត់ជាអ្នកធ្វើការជាមួយខ្ញុំពីមុនខ្ញុំតែងតែអង្គុយលេងសមាសនាជាមួយគាត់ជារឿយៗในរឿងដែលគាត់បានធ្លាប់ជួបហើយក៏គាត់បានចែករំលែកបទពិសោធន៍រឿងមួយដែលបានជួបអំឡុងពេលកាលគាត់នៅវ័យកុមារចាប់ផ្ដើមសាច់រឿងដំបូងហ្នឹងម៉ែឪរបស់បងជាហ្នឹងគឺគាត់ទៅស្រែហើយបងជាក៏សុំម៉ែឪគាត់ទៅស្រែជាមួយប៉ុន្តែម៉ែឪគាត់មានឲ្យទៅណាបងប្អូនទាំងអស់គ្នាសារគាត់នៅក្មេងទូចហើយណាមួយបើគាត់ទៅស្រែជាមួយអត់មានអ្នកចាំទេព្រោះបងជាគឺជាកូនតូលតែម្នាក់ឯងបងម៉ែបងប្អូនអញ្ចឹងអត់ឲ្យកូនទៅទេណាមួយពិបាកបើយកកូនទៅតាមគឺពិបាកក្នុងការស្ទូងស្រូវព្រោះជារដូវវស្សាស្ទូងដកស៊ូងដកអន់ងើបទៅឡែតែមើលក្មេងយឺតយ៉ាវអញ្ចឹងក៏សម្រេចចិត្តថាឲ្យបងជាហ្នឹងគឺគាត់នៅចាំផ្ទះទៅដោយសារតានិស័យក្មេងលពឹសនិយាយថាអញ្ចឹងហ្មងបងជាគាត់គឺជាក្មេងលពឹសម្នាក់ដែរបងប្អូននៅពេលដែលម៉ែឪរបស់គាត់ទៅស្រែអស់អញ្ចឹងបាទមានតែចាំផ្ទះអីណាគាត់ប្រាប់ថាលួចទៅដើរលេងជារឿយហើយបងជាក៏គាត់មានពូម៉ាក់របស់គាត់2នាក់ទៀតដែរនោះគឺបងរស់ហើយនិងបងសុកនិយាយទៅ3នាក់គាត់ហ្នឹងគឺដើរត្រូវជើងគ្នាភាសាសាមញ្ញហៅថាខ្លើប៉ុន្តែគាត់ថានៅពីក្មេងគ្មានគិតខ្លាយទេឲ្យតែឯងលេងចូលអញលេងចូលឯងអត់មានគិតខ្លាយព្រោះនៅក្មេងបងប្អូនទាំងគ្នានិយាយទៅកន្លែងដែលពួកគាត់ចូលចិត្តទៅលេងនោះគឺស្រះទឹកនៅកង្កែបភូមិនិយាយទៅហួសប្រហែល1ឡង4-10ផ្ទះហ្នឹងទៅគឺដល់ស្រះទឹកហ្នឹងហើយកាលពីជំនាន់ហ្នឹងគាត់ថាព្រៃស្ដុកបងប្អូនទាំងគ្នាបើសារអត់ទាន់មានការអភិវឌ្ឍអីច្រើនទេកាលហ្នឹងតែសារយើងទឹមតបែកអពតនិយាយខ្លីចឹងចោះចឹងកន្លែងដែលគាត់ចូលចិត្តទៅលេងនោះគឺស្រះទឹកហើយជារឿយនៅពេលដែលឪពុកម្ដាយរបស់ពួកគាត់អត់នៅផ្ទះទៅស្រែបាត់ចឹងទៅដកស្ទូងអស់អញ្ចឹងគឺគាត់ប្រវល់ដើរគៀងគោគ្នាពី3នាក់ហ្នឹងទៅលោតទឹកជារឿយប្រចាំដល់ថ្ងៃមួយហ្នឹងបន្ទាប់ពីពួកគាត់លេងទឹកហើយហ្នឹងបងរស់ក៏ប្រវល់បងជាហើយនឹងបងសុកទៅបេះព្រីងនៅព្រៃខាងកើតហ្នឹងព្រោះខាងកើតហ្នឹងមានព្រៃមួយដប់ហើយមានដើមព្រីងផ្លែធំគាត់ប្រាប់ថាផ្លែព្រីងដោះកបីព្រោះជារដូវខែវស្សាដល់ខែភ្លៀងធ្លាក់ហើយខែគេដកស្ទូងទៀតចំខែព្រីងល្មមបងរស់ក៏បវល់ថាអាជាអាសុកតោះហើយទៅបេះព្រីងនៅព្រៃខាងកើតមួយអញហើយក្មេងឲ្យទៅលឺរបស់ញ៉ាំគឺលឿនមែនតែនបងប្អូនទាំងអស់គ្នាគ្រាន់តែលឺថានៅកើតហ្នឹងមានព្រីងបងជាហើយនឹងបងសុករត់មុនបងរស់ទៀតរត់ទៅរកដើមព្រីងហ្នឹងដើម្បីទៅបេះឲ្យបានចាប់មែកបានផ្លែធំមកបងប្អូនទាំងគ្នានិយាយទៅក្មេងគឺអញ្ចឹងឯងឲ្យតែដឹងថាកន្លែងណាមានរបស់ញ៉ាំគឺរត់ទៅដើមគ្នាបន្ទាប់ពីឡើងទៅដល់លើដើមក៏ចែកមែកគ្នាម្នាក់ទៅកើតម្នាក់ទៅលិចម្នាក់ទៅជើងអញ្ចឹងទៅអត់ឡើងមែកជាមួយគ្នាបងប្អូនដោយសារតែចែកមែកគ្នាហើយឯងអានេះបោះអញអាខាងនោះបោះឯងអាខាងនោះបោះអានោះអញ្ចឹងទៅក្មេងជាទូទៅគឺគាត់អញ្ចឹងឯងហើយហូបឆ្អែតអីឆ្អែតអញ្ចឹងទៅបងរស់ថាតើឯងបេះយកទៅផ្ទះខ្លះអត់ពេលនោះបងជាគាត់ក៏ប្រាប់ថាឯងបេះទៅផ្ទះទៅអីបើបេះទៅផ្ទះម៉ែមិនដឹងថាយើងអត់ចាំផ្ទះហើយលួចទៅដើរលេងនិយាយទៅពួកគាត់3នាក់ហ្នឹងខូចក៏ខូចឆ្លាតក៏ឆ្លាតដែរដែលខ្លាចម៉ែឪគាត់ដឹងគាត់អត់បានបេះព្រីងហ្នឹងទេហើយគាត់ក៏អញ្ចឹងសម្រោតចុះទៅផ្ទះវិញក៏ប្រវល់គ្នាទៅផ្ទះវិញហើយនេះក៏ជាដើមហេតុចាប់ដើមនៅសាច់រឿងរន្ធត់មួយនេះដែរនៅពេលដែលបងជាគាត់ចុះពីលើដើមសម្រោតមកក៏ស្រាប់តែជន់ពេគេបងប្អូនហើយតែកន្លែងដែលគេដាក់សែនពេសែនអីចឹងបងប្អូនទាំងអស់គ្នាគួរដឹងតែកន្លែងហ្នឹងវាមិនខ្មិចហើយនៅពេលដែលគាត់ជន់ហើយគាត់ក៏ថាជន់ពេគេណាគេយកពេមកសែនអញ្ចឹងណាហើយគាត់ដើរថយមិនតិចទៅបងរស់ក៏គាត់ចុះមកតាមក្រោយច្រកនឹងដែរចុះមកក៏ជន់ដែរហើយក៏ជន់ដែរក៏មើលមុខគ្នាអញជន់ពេគេហើយជន់អត់មិញហើយបងជាក៏ថាហែងជន់អញក៏ជន់អញចុះមកមុនឯងហើយនៅពេលដែលបងសុកក៏គាត់ចុះមកដែរតែគាត់ចុះមកខាងមកទៀតមកខាងចុះមកខាងផ្សេងណានិយាយទៅឲ្យខុសទិសគ្នាឆោខុសទិសបងប្អូននៅពេលដែលអញ្ចឹងទៅក៏សួរពីនេះឯងកើតអីគេទៅមកគ្នាលីងឡង់
នៅពេលនោះបងរស់ហើយនឹងបងជាប្រាប់ថាអញជន់ពេគេហើយឯងអើយធ្វើម៉េចទៅហើយបងរស់គាត់ក៏និយាយថាហើយជន់ពេគេអញ្ចឹងតិចចុកពោះហើយតិចចុកពោះយើងពីរនាក់អញ្ចឹងទៅតិចខ្មោចលងហើយនិយាយចឹងហ្មងបងប្អូនទាំងគ្នាហើយបងជាគាត់លឺចឹងហីហើយនិយាយខ្មោចមិនកន្លែងព្រៃហ្មងស្ងាត់អញខ្លាចអានេះហើយកុំនិយាយចឹងហើយនៅពេលនោះបងសុកគាត់ជាមនុស្សដែលហ៊ានហើយក៏ថាគ្មានទេគ្មានខ្មោចគ្មានអីទេហើយគាត់ក៏យកជើងបងសុកហ្នឹងគាត់ក៏យកជើងទាត់ពេនឹងមកទៅហឹងឡើងខ្ទេចគាត់ក៏និយាយថាថ្ងៃខេងអត់នេះគ្មានខេងអីផងមានខេងអីមើលមុខគ្នាលេងឡង់អញដឹងតែឯងទាត់ពេគេហើយក៏បងសុកក៏និយាយថាតើវាគ្មានស្អីទេឯងចាំមើលគ្មានកាត់ស្អីទេតែយើងទៅផ្ទះវិញម៉ែមកម៉ែតន់ម៉ែវាយឡើដល់ឥឡូវយើងមកដើរលេងយូរធ្វើគ្នាទៅផ្ទះវិញព្រោះថាដោយសារតាមេឃថ្ងៃរៀងអាសៀលហើយខ្លាចម៉ែឪគាត់មកពីស្រែវិញអត់ខេងហើយក៏ត្រូវមាត់ហើយក៏ត្រូវថ្មោងទៅអីចឹងនិយាយទៅលួចម៉ែដើរលេងគឺអញ្ចឹងឯងខ្ញុំក៏ធ្លាប់ដែរលួចម៉ែដើរលេងហើយម្លងពីនឹងទៅយើងកាត់ចូលដល់ពេលយប់តែម្ដងបងប្អូនទាំងគ្នាហើយបងជាប្រាប់ថានៅម្លងពេលយប់ហ្នឹងគឺឆ្កែហ្នឹងគឺវាលូខ្លាំងមែនតើលូដេញពីកើតភូមិដេញពីខាងកើតភូមិមកដល់ខាងលិចភូមិហើយលូអត់ឈប់ទេហើយនៅពេលដែលឆ្កែកំពុងលូហ្នឹងបងជាគាត់ក៏ឈឺពោះគាត់ក៏ប្រាប់ឪគាត់អញ្ចឹងឪខ្ញុំឈឺពោះឪជូនខ្ញុំទៅប្រគុណក្រោយតិចព្រោះថាពេលហ្នឹងយើងអត់មានប្រគុណត្រឹមត្រូវទេប្រគុណអញ្ចឹងបាំងស្លឹកតិចណាហើយប្រគុណជីកដូចដងបងប្អូនទាំងគ្នាខ្លះប្រហែលជាធ្លាប់ឆ្លងកាត់ទស្សនភាពបែបហ្នឹងសូម្បីតែខ្ញុំក៏ធ្លាប់ជួបដែរបងប្អូនទាំងគ្នាឆ្កែលូមិនទាន់បាត់ផងបងជាក៏ឈឺពោះហើយឲ្យឪគាត់ជូននៅពេលដែលបងជាគាត់ចុះផុតកម្មចដើគាត់ថានេះជាលើកទី1ដែលគាត់ជួបរបស់ពិតណាបងប្អូនទាំងគ្នាគាត់ឃើញនារីម្នាក់ឈរនៅខាងក្រៅរបងបក់ដៃហៅគាត់បងប្អូនទាំងអស់គ្នាអូនិយាយពីថាក្មេងហើយមកជួបអញ្ចឹងទៀតគាត់អត់ដឹងធ្វើម៉េចទេពេលហ្នឹងគាត់មានតែស្រែកយំហ្មងបងប្អូនព្រោះដោយសារតែរូបរាងម្នាក់ស្រីដែលឈរក្រៅរបងគាត់ហ្នឹងគាត់ប្រាប់ថាមិនមែនស្អាតទេបងប្អូនទាំងអស់គ្នាហើយសក់កន្ទ្រីងកន្ទ្រើងភ្នែករុងហើយស្គមបងប្អូនទាំងអស់គ្នាស្គមលក្ខណៈឆ្អឹងណាបងប្អូនទាំងគ្នាដូចមនុស្សមានតែស្បែកដណ្ដប់ឆ្អឹងអញ្ចឹងណាបងប្អូនទាំងគ្នាហើយនៅពេលហ្នឹងគាត់ក៏ស្រែកយំបងប្អូនទាំងគ្នាហើយឪគាត់ក៏ភ័យដែរនៅពេលដែលឃើញកូនស្រែកយំអញ្ចឹងស្មានតែសัตว์ខំបងប្អូនទាំងគ្នាសារការហ្នឹងវាគ្មានពូលភ្លើងឲ្យមើលច្បាស់ទេកាន់ភ្លើងទៀនផ្លុងភ្លើងជាគៀងអុចប្រេងកាត់ផ្លុងបងប្អូននៅពេលដែលឪគាត់មកសួរថាកូនយំសัตว์អីខំហើយបងជាក៏ប្រាប់ថាអត់មានអីខំខ្ញុំទេឪគឺខ្ញុំឃើញខ្មោចនៅក្រៅលបងឈោបក់ដៃហៅខ្ញុំគ្រាន់តែឪគាត់លឺអញ្ចឹងភ្លាមដឹកដៃបងជាឡើងលើផ្ទះគ្មានរាប់1 2 3អីទេគឺលឿនខ្លាំងមែនតើឪបងជានេះគឺខ្លាចជាងកូនទៀតហើយនៅពេលដែលឡើងដល់ផ្ទះហ្នឹងគាត់ប្រាប់ថាឪពុកគាត់ហ្នឹងក៏អុចធុកនៅលើហឹងហើយក៏មិនដឹងថាគាត់និយាយអីខ្លះបងប្អូនទាំងគ្នាដឹងតែគាត់អុចធុកហើយគាត់ក៏យកអាកតិចធុកមកគូសខ្វែងលើថ្ងាសអញ្ចឹងទៅបងប្អូនទាំងគ្នាខ្វែងទាំងអស់គ្នាខ្វែងទាំងខ្លួនឯងខ្វែងទាំងម្ដាយរបស់បងជាខ្វែងទាំងជាដោយសារតែគាត់ចាស់មែនគាត់ថាគាត់ខ្លាចដែរបងប្អូនទាំងគ្នាបន្ទាប់ពីគាត់អុចធុកបានមកសទុះស្ថានភាពហាក់ដូចជាស្ងប់ប្រហែលជាម្ចាស់ទឹកម្ចាស់ដីឬក៏អ្នកថែសារនៅក្នុងផ្ទះហ្នឹងគាត់ទៅចរចាមួយខ្មោចម្នាក់ហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាបន្ទាប់ពីអុចធុកហើយក៏ស្ងាត់ឆ្កែលូក៏មិនសូវមានទៀតដែរលូទៅនៅឆ្ងាយទៅវិញក៏លួយកើតមកវិញមកដុំផ្ទះគាត់ហ្នឹងគឺបាត់ហើយបងប្អូនទាំងអស់គ្នានៅពេលដែលឆ្កែវាឈប់លូអញ្ចឹងទៅបាន3អ្នកឪពុកកូនក៏បានដេកលក់រហូតដល់ព្រឹកឡើងឪជាក៏សួរជាថាហើយកូនឯងឃើញខ្មោចហ្នឹងខ្មោចរបៀបម៉េចហើយវាលងវាម៉េចបានកូនឯងយំយ៉ាងហ្នឹងហើយបងជាក៏ប្រាប់ថាខ្ញុំឃើញខ្មោចហ្នឹងគឺខ្មោចស្រីហើយ
ស្រីហ្នឹងគឺឈរបក់ដៃឲ្យខ្ញុំមានសក់ទ្រីងកត្រឹងសពងពុកអើយខ្ញុំមើលទៅគួរឲ្យខ្លាចនៅពេលដែលពួកគាត់ស្ដាប់ហើយគាត់ថាអញ្ចឹងចាំមើលថ្ងៃបន្តិចចាំឪជូនកូនឯងទៅស្រួយទឹកនៅវត្តអញ្ចឹងណាឲ្យលោកតាស្រួយទឹកឲ្យហើយក៏ប្រាប់ទៅម៉ែងជាថាថ្ងៃហ្នឹងមិនបាច់ទៅស្រែទេឯងជូនកូនទៅវត្តទៅស្រួយទឹកលុះទៅពេលជាទៅដល់វត្តហ្នឹងមកសទុះបន្តិចខុសគ្នាបន្តិចក៏ឃើញបងរស់ហើយនឹងបងសុកក៏មកវត្តដែរហើយមកហ្នឹងគឺដូចជាអញ្ចឹងគឺមកស្រោចទឹកហើយបងរស់ហ្នឹងក៏ប្រាប់បងជាថាអញក៏ខ្មោចលងដូចឯងដែរយំមិញឈរបក់ដៃហៅចុះចំណែកបងសុកវិញក៏អត់អញ្ចឹងទេខុសពីបងជាហើយនឹងបងរស់បងសុកក៏ប្រាប់ថាតែអញអត់ដូចពួកហែងទេអញជួបខ្មោចហ្នឹងមិនត្រឹមមកលងដូចពួកហែងទេខ្មោចហ្នឹងវាដកក្បាលយកមកកាន់ហើយវាគប់វាខំគប់ចូលក្នុងរបងទេសអញតែវាគប់អត់ចូលទេខ្មោចនឹងវាគប់អត់ចូលមិនដឹងថាវាទៅស្អីបានជាគប់ក្បាលហ្នឹងថាឲ្យមកចំបងសុកអញ្ចឹងណាប៉ុន្តែគប់មកវាអត់ចូលទេតាមខ្ញុំគិតប្រហែលជាដោយសារតែអ្នកការពារតំបន់នៅក្នុងបរិវេណផ្ទះហ្នឹងមិនឲ្យចូលបានណាបងប្អូនទាំងគ្នានេះបើនៅតាមផ្លូវប្រហែលជាហៀងសភាពយ៉ាប់យ៉ឺនជាងនឹងហើយនិយាយពីសក់វិញនឹងបាសកញ្ញាញ៉ាងមុខនឹងស្លេកបងសុកខ្លាំងជាងគេល្មិចបានបងសុកខ្លាំងជាងគេដោយសារតែគាត់នឹងពេលគាត់ចុះពីលើដើមព្រីងហ្នឹងគឺគាត់ប្រមាថគេគាត់ធ្វើលក្ខណៈថាគ្មានណាមើលមិនខេងប៉ះមិនបានគាត់ថាគ្មានដល់ពេលអញ្ចឹងទៅគាត់ក៏ត្រូវខ្លាំងជាងគេដោយសារតែគាត់ទាត់របស់គេដោយចេតនាចំណែកបងជានិងបងរស់គឺគាត់អត់មានចេតនាទៅទាត់ទៅជន់របស់គេទេដោយសារតែគាត់ចុះពីលើដើមមកគឺគាត់ជន់ដោយអចេតនាអញ្ចឹងដោយសារតែអចេតនានិងអចេតនាហ្នឹងគឺវាខុសគ្នាអញ្ចឹងហើយទៅអ្នកដែលមានចេតនាជន់ឬក៏ប្រមាថហ្នឹងគឺវាខ្លាំងជាងអចេតនាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបន្ទាប់ពីរៀបរាប់អញ្ចឹងមកទៅលោកតាក៏ស្រោចទឹកឲ្យបន្ទាប់ពីស្រោចទឹកឲ្យហើយឪបងជាបងរួងសុងក៏សួរថាអា3នេះហែងទៅធ្វើអីគេហើយទៅធ្វើអីខុសអីណាមិនបានទៅជាខ្មោចលងអញ្ចឹងបងរស់ក៏ប្រាប់ថាម្សិលមិញហ្នឹងពួកខ្ញុំ3នាក់ទៅលេងទឹកនៅខាងកើតភូមិបន្ទាប់ពីលេងទឹកហើយឆ្អែតឆ្អន់អញ្ចឹងទៅក៏ប្រវល់គ្នាទៅបេះព្រីងនៅខាងកើតស្រះហ្នឹងហើយចុះមកក៏ពួកខ្ញុំទាំង3នាក់ក៏ជន់ពេគេប៉ុន្តែខុសអីអារស់នេះវាមិនជន់ដូចពួកខ្ញុំ2នាក់ទេប៉ុន្តែវាទាត់មិនត្រឹមតែជន់ទេវាទាត់ហើយវានិយាយប្រមាថគេក្មេងៗចេះរុញដាក់គ្នាអញ្ចឹងណាបងប្អូនទាំងគ្នាតែបងរស់គាត់និយាយការពិតរុញដាក់គ្នាតែគាត់និយាយការពិតហើយក៏អាហ្នឹងហើយជាកំហុសពួកឯងហើយដើរលេងអត់ចាំផ្ទះឥឡូវមិនដែររៀងនៅបន្ទាប់ពីស្រោចទឹកស្រោចអីហើយពួកគាត់ក៏មកផ្ទះវិញរឿងនឹងអត់តន់ចប់ទៀតបងរស់ហើយនឹងបងជាគាត់រួចខ្លួនហើយប៉ុន្តែនៅឡើយតែបងសុកអត់រួចខ្លួនទេដោយសារតែគាត់ប្រមាថគេអញ្ចឹងហើយយប់ហ្នឹងមកទៀតមកលងមកលេងបងសុកដល់ផ្ទះទៀតហើយសកម្មភាពដែលលងគឺដែលទាញក្បាលគប់មកដាក់បងសុកហ្មងនៅពេលតាមប្អួចបងសុកអើតាមប្អួចមកគឺគប់មកពីរបងផ្ទះមកទៅគប់អត់ចូលបងប្អូនទាំងអស់គ្នាមិនធំតែកូនក្មេងបើយើងជាមនុស្សធំស្ថិតនៅក្នុងស្ថានភាពហ្នឹងក៏យើងខ្លាចដូចគ្នាណាបងប្អូនបងសុកពីយប់ហ្នឹងគឺអត់បានដេកទេភ្នែកស្លក់ដោយសារតាខ្មោចហ្នឹងលងគាត់ពីយប់ហើយអត់បានដេកអត់បានពួនទេនិយាយទៅវាអត់ទៅណាទេវានៅឈរក្រៅរបងផ្ទះហ្នឹងនៅធ្វើសកម្មភាពដដែលលុះព្រឹកឡើងហ្នឹងបងសុកក៏ឲ្យឪគាត់ជូនទៅរកលោកតាទៀតលោកតាប្រាប់ថាអាត្មាអត់មានជំនាញខាងបញ្ចូលរូបបញ្ចូលអីជួបតាក់តងប្រស្រ័យជាមួយអមនុស្សអីទេញោមរត់ទៅមើលគ្រូនៅភូមិមើលគ្រូណាដែលខ្លាំងបកែដែលគេអាចនិយាយជាមួយពួកអមនុស្សបានណានៅពេលហ្នឹងឪបងសុកក៏នាំបងសុកទៅផ្ទះគូសឿនគាត់ជាគ្រូបញ្ចូលរូបគាត់ចេះអាគមចេះអ៊ំអាមចេះតាក់ទងជាមួយផ្លូវក្នុងហៅថាអមនុស្សអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែបងសុកទៅដល់ផ្ទះគ្រូសឿននឹងភ្លាមគ្រូសឿនថាពួកអាក្មេងលពឹសមកទៀតហើយនេះ
អាពួកនេះសង្ស័យទៅណាអត់ឆ្ងាយក្រៅពីអាក្រុមដើមព្រីងហ្នឹងទេគ្រាន់តែលើប៉ុណ្្នឹងភ្លាមឪបោះបងសុកគាត់ថាអូមិនលោកគ្រូដឹងហើយគ្រូសឿនក៏ប្រាប់ថាមិនអញមិនដឹងបើក្មេង2 3នាក់មករកអញដោយសារតាវាទៅកវ៉ែអាក្រុមដើមព្រីងហ្នឹងនិយាយទៅអាក្រុមដើមព្រីងមិនមែនតែមានតែគ្នា3នាក់បោះបងសុកបងជាបងរស់នឹងទេសំបីតែក្មេងៗក្នុងភូមិផ្សេងមកពីភូមិផ្សេងហ្នឹងចូលទៅលេងក្រុមដើមហ្នឹងក៏អញ្ចឹងដែរបងប្អូនទាំងអស់គ្នាមិនតែ3នាក់គាត់ហ្នឹងឯណាបន្ទាប់ពីគ្រូសឿនប្រាប់ឪបងសុកហើយពេលហ្នឹងក៏គ្រូសឿនក៏ធ្វើពិធីមិនដឹងជាគាត់ធ្វើពិធីខ្លះណាព្រោះគាត់ជាអ្នកគ្រូអាគមអញ្ចឹងទៅគាត់ធ្វើពិធីសូត្រចុះសូត្រឡើងចរចាជាមួយនឹងខ្មោចនៅដើមព្រីងហ្នឹងណានិយាយចុះនិយាយឡើងគ្រូសឿនក៏ថានឹងដើមព្រីងហ្នឹងមិនមែនខ្មោចទេនៅដើមព្រីងហ្នឹងគឺព្រាយវានៅដើមហ្នឹងហើយវាតែងតែទាសំណែនទាពេពីក្មេងៗដែលទៅលេងនៅក្រោមដើមហ្នឹងឬក៏ឡើងលើដើមហ្នឹងអញ្ចឹងហើយវាបានសំណែនវាតែងតែមកធ្វើអញ្ចឹងដាក់ក្មេងៗដែលឡើងលើដើមព្រីងប៉ុន្តែករណីបងសុកនេះគាត់រៀងធ្ងន់ជាងគេដោយសារតែគាត់ហ្នឹងប្រមាថគេអញ្ចឹងហើយព្រាយហ្នឹងគឺតាមគាត់អត់លេងទេមកលេងរាល់យប់ហើយគ្រូសឿនហ្នឹងក៏ប្រាប់ឪបងសុកទៀតថាព្រីហ្នឹងគឺអត់ត្រូវការសំណែនអីមកសងគេវិញទេគឺគេត្រូវការលេងភ្លេងថ្វាយគេបើមិនលេងភ្លេងថ្វាយគេទេគេនឹងមកររៀងរាល់យប់ដូចរាល់ដងអញ្ចឹងហើយឪបងសុកក៏គ្មានជំរើសដែរបើគ្រូថាអញ្ចឹងមានតែលេងភ្លេងថ្វាយហើយលេងហ្នឹងមិនលេងតែមួយថ្ងៃទេលេង3យប់3ថ្ងៃដូរវេនសម្រាប់រហូតណាអ្នកលេងភ្លេងហ្នឹងណាហើយបន្ទាប់ពីព្រឹត្តិការណ៍លេងភ្លេងនឹងមកបងសុកគាត់ក៏រួចផុតពីហេតុការណ៍ហ្នឹងណាលក្ខណៈគេលើកលែងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចាប់តាំងពីហេតុការណ៍នោះកើតឡើងមក3នាក់គ្នាគាត់ហ្នឹងក៏លែងហ៊ានទៅកវ៉ែដើមព្រីងហ្នឹងទេដែរបងប្អូនទាំងអស់គ្នាហើយសាច់រឿងគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាឯងមិនសូវជាslotពេកហើយក៏មិនកាចពេកដែរសូមបងប្អូនទាំងអស់គ្នាស្ដាប់ដោយការពិចារណាហើយក៏យ៉ាងណាខ្ញុំក៏មិនដឹងដែរបងប្អូនទាំងអស់គ្នាដោយសារតែសាច់រឿងនេះខ្ញុំទទួលបានពីបងជាដែរទេតែឥឡូវគាត់ធ្វើការបែកពីខ្ញុំហើយគាត់ធ្វើការនៅខាងខេត្តឧត្តរមានជ័យឥឡូវនឹងបងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់ហើយនេះជាคลิปទី1ហើយដែលខ្ញុំយកសាច់រឿងរបស់គេយកមកនិយាយអញ្ចឹងផ្ញើជូនបងជាពិសេសផងបាទអរគុណពុកម៉ែបងប្អូនទាំងគ្នាកុំភ្លេចជួយ like subscribe ដាក់សញ្ញាកណ្ដឹង share ឲ្យម្នាក់មួយទៅដើម្បីលើកទឹកចិត្តខ្ញុំបាទរំដួល TD ធ្វើវីដេអូបន្តទៀតបាទអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ